ការតស៊ូប្រជាធិបតេយ្យនៅខ្វាងជូក្នុងឆ្នាំ1980គឺជាផ្នែកសំខាន់មួយនៃប្រវត្តិសាស្ត្រកូរ៉េវាជាមូលហេតុធំមួយដែលធ្វើឲ្យប្រទេសកូរ៉េបំលែងពីប្រទេសក្រីក្រក្រោយពីសង្គ្រាមមកដល់ប្រទេសដែលក្លាយទៅជាប្រទេសអ្នកមាននិងប្រជាធិបតេយ្យអភិវឌ្ឍជឿនលឿនបំផុតនៅអាស៊ីបន្ទាប់ពីសង្គ្រាមក្នុងឆ្នាំ1950និងឆ្នាំ1953ប្រទេសកូរ៉េត្រូវបានគ្រប់គ្រងដោយរបបយោធានៅទសវត្សរ៍1970ប្រជាជនកូរ៉េចាប់ផ្ដើមទាមទារប្រជាធិបតេយ្យនិងសិទ្ធិស៊ីវិលក៏ប៉ុន្តែនៅឆ្នាំ1979ប្រជាប្រធានាធិបតីលោកប៉ាក់ជុងហ៊ីត្រូវបានស្លាប់ហើយត្រូវប្រជាមន្ត្រីជាន់ខ្ពស់យោធាឈ្មោះលោកជុនឌីហានជាអ្នកឈ្លានពានអំណាចយោធាបានយកនយោបាយយោធាមកដឹកនាំប្រទេសវិញម្ដងបានប្រើអំណាចយោធាដើម្បីគ្រប់គ្រងប្រទេសដោយបិទសាលារៀនបិទសារព័ត៌មាននិងបំបិតនៃការតវ៉ារបស់ប្រជាជនជាពិសេសនៅតំបន់ខ្វាងជូធំនិយាយអំពីការប្រឆាំងតវ៉ាមានការប៉ះទង្គិចគ្នានៅថ្ងៃទី18និង27ឧសភាឆ្នាំ1980និស្សិតសាកលវិទ្យាល័យនិងវិទ្យាល័យនៅតំបន់ខ្វាងជូចាប់ផ្ដើមធ្វើបាតកម្មប្រឆាំងនឹងរបបយោធាទាហានបានបញ្ជូនចូលដល់ទីក្រុងដើម្បីបង្ក្រាបពួកគេប្រើអាវុធនិងបាញ់ប្រហារទៅលើប្រជាពលរដ្ឋស្លូតត្រង់ប្រជាជនខ្វាងជូបានរៀបចំការបះបោរដោយយកអាវុធតិចតួចពីស្ថានីយ៍ប៉ុស្តិ៍ប៉ូលីសដើម្បីការពារខ្លួនការប៉ះទង្គិចនេះមានប្រមាណជាមួយសប្តាហ៍បណ្ដាលឲ្យមានមនុស្សស្លាប់រាប់រយនាក់អំឡុងពេលនោះរដ្ឋាភិបាលបានប្រកាសថាពួកបាតកោគឺជាអ្នកបះបោរដើម្បីបង្កអសន្តិសុខដល់ជាតិប៉ុន្តែការពិតពួកគេជាប្រជាពលរដ្ឋសាមញ្ញដែលតស៊ូដើម្បីសេរីភាពតពីរឿងនេះមកប្រជាជនកូរ៉េទាំងទូទាំងប្រទេសចាប់ផ្ដើមដឹងអំពីភាពអយុត្តិធម៌ហើយក៏មានការក្រោកតស៊ូជាមួយគ្នាទៅជាសញ្ញាស្មារតីជាតិនិងប្រជាធិបតេយ្យជុនឌូហានជាអ្នកឈ្លានពាននយោបាយកើតចេញពីរបបយោធាតមកក៏ក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ1980និងឆ្នាំ1988ហើយបន្ទាប់ពីប្រទេសបដូរទៅប្រជាធិបតេយ្យគាត់ត្រូវបានចោទប្រកាន់និងដាក់ពន្ធនាគារអ៊ីមតេជុងជាអ្នកតស៊ូប្រជាធិបតេយ្យត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនោះដែរបន្ទាប់ពីគាត់ក្លាយទៅជាប្រធានាធិបតីកូរ៉េក្នុងឆ្នាំ1998និងឆ្នាំ2023ប្រជាជនកូរ៉េនៅតំបន់ខ្វាងជូបានក្លាយទៅជាកន្លងស្មារតីសម្រាប់ក្មេងៗជំនាន់ក្រោយនិងបន្តសេរីភាពនិងសិទ្ធិមនុស្សបន្ទាប់ពីសកម្មភាពនោះកូរ៉េចាប់ផ្ដើមមានចលនាប្រជាធិបតេយ្យទាំងក្នុងនិងទូទាំងប្រទេសនៅក្នុងឆ្នាំ1987ការបាតកម្មដ៏ធំបានបង្កឲ្យរដ្ឋាភិបាលយោធាទទួលយករដ្ឋធម្មនុញ្ញប្រជាធិបតេយ្យក្រោយមកប្រទេសកូរ៉េបានរីកចម្រើនយ៉ាងឆាប់រហ័សទាំងសេដ្ឋកិច្ចវិជ្ជាវប្បធម៌ K-pop Samsung Hyundai ឈាមនៃប្រជាជនខ្វាងជូបានដាំគ្រាប់ពូជប្រជាធិបតេយ្យដែលធ្វើឲ្យកូរ៉េមានរីកដុះដាលដល់សពថ្ងៃបងប្អូនទៅស្ដាប់នឹងការនិយាយពាក់ព័ន្ធទៅនឹងថ្នាក់ដឹកនាំកម្ពុជានៃប្រទេសកូរ៉េដែលបំលែងប្រទេសคล้ายទៅជាប្រទេសមួយដែលមានភាពរីកចម្រើនជាមួយខ្ញុំតោះយើងនិយាយអំពីការតស៊ូរបស់ប្រជាជនកូរ៉េប្រជាជនកូរ៉េមានប្រវត្តិតស៊ូយ៉ាងវែងឆ្ងាយក្នុងការរកសិទ្ធិនិងសេរីភាពចាប់តាំងពីការតស៊ូប្រឆាំងអាណានិគមជប៉ុនក្នុងឆ្នាំ1910ដល់ឆ្នាំ1945មកដល់សង្គ្រាមកូរ៉េនៅឆ្នាំ1950និងឆ្នាំ1953ប្រជាជនបានបង្ហាញពីភាពអត់ធ្មត់និងស្មារតីស្នងសេរីភាពប៉ុន្តែសេចក្តីសុខសាន្តពិតប្រាកដមិនទាន់មានមកដល់ពួកគេនៅឡើយទេរហូតមកដល់មានរដ្ឋាភិបាលយោធាដឹកនាំប្រជាជនយ៉ាងរឹងមាំក្រោយសង្គ្រាមនៅក្នុងឆ្នាំ1980ប្រជាជនកូរ៉េបានបង្កើតចលនាប្រជាធិបតេយ្យដ៏ធំមួយនៅទីក្រុងវ៉ាងជូសិស្សនិស្សិតនិងប្រជាពលរដ្ឋរាប់ម៉ឺននាក់បានចេញមកតវ៉ាប្រឆាំងនឹងការគ្រប់គ្រងផ្ដាច់ការរបស់រដ្ឋាភិបាលលោកជុនឌូហានទោះបីជាត្រូវប្រើកម្លាំងយោធាដាក់កំទេចការតស៊ូនោះក៏ដោយក៏คล้ายទៅជានិមិត្តសញ្ញានៃសេរីភាពឈាមដែលបានស្រក់នៅលើតំបន់ខ្វាងជូคล้ายទៅជាពូជនៃឈាមប្រជាធិបតេយ្យដែលលូតលាស់នៅមកដល់សប្តាហ៍ថ្ងៃនេះយើងមកស្គាល់អំពីមេដឹកនាំមួយចំនួនដែលសំខាន់នៅក្នុងប្រទេសកូរ៉េមេដឹកនាំដែលល្បីដែលបានបំលែងប្រវត្តិសាស្ត្រកូរ៉េលោកអ៊ីសឹងម៉ាន់ប្រធានាធិបតីដំបូងនៃសាធារណរដ្ឋកូរ៉េខាងត្បូងគាត់ជាមនុស្សដែលនាំប្រទេសកូរ៉េកើតចេញវិញក្រោយសង្គ្រាមប៉ុន្តែការគ្រប់គ្រងផ្ដាច់ការរបស់គាត់បាននាំឲ្យមានការតវ៉ាយ៉ាងធំមួយនៅក្នុងឆ្នាំ1960ដែលបញ្ចប់អំណាចរបស់គាត់លោកប៉ាក់ជុងហ៊ីជាមេដឹកនាំយោធាដែលដឹកនាំប្រទេស
ក្នុងឆ្នាំ1961ដល់ឆ្នាំ1979ទោះបីជាគាត់ប្រើអំណាចយោធាប៉ុន្តែគាត់បានបង្កើតអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងជឿនលឿនធ្វើឲ្យកូរ៉េក្លាយទៅជាប្រទេសឧស្សាហកម្មបែបសម័យថ្មីលោកចុនធូវ៉ាន់ជាមេដឹកនាំដែលឡើងអំណាចក្រោយលោកប៉ាក់ជុនហ៊ីត្រូវបានថាប្រើកម្លាំងយោធាបង្ក្រាបប្រជាជននៅខ្វាងជូប៉ុន្តែព្រឹត្តិការណ៍នោះបានបង្កើតនៃការតស៊ូប្រជាធិបតេយ្យយ៉ាងខ្លាំងក្លាជាងមុនលោកគីមឌីជុងជាមនុស្សដែលរស់រានមានជីវិតពីការបង្ក្រាបក្នុងឆ្នាំ1980ហើយក្រោយមកក៏ក្លាយទៅជាប្រធានាធិបតីក្នុងឆ្នាំ1998និងឆ្នាំ2003គាត់ជាមេដឹកនាំដែលទទួលបានពានរង្វាន់ Nobel សន្តិភាពពិភពលោកសម្រាប់ការផ្សះផ្សាជាមួយកូរ៉េខាងជើងនិងការបដិញ្ញាចិត្តដើម្បីសិទ្ធិសេរីភាពលោកមូនជេអ៊ីនគឺជានាយករដ្ឋមន្ត្រីចុងក្រោយនៃប្រធានាធិបតីដែលមានជីវិតកើតចេញពីគ្រួសាររងផលប៉ះពាល់សង្គ្រាមគាត់បានដឹកនាំនយោបាយសន្តិភាពនិងផ្លាស់ប្ដូរប្រជាធិបតេយ្យសង្គមកាន់តែរីកចម្រើនប្រជាជនកូរ៉េបានបង្ហាញពិភពលោកឲ្យឃើញថាសេរីភាពមិនមែនមកដោយងាយនោះទេតែត្រូវបានទទួលដោយឈាមនិងការតស៊ូសេចក្តីស្រឡាញ់ជាតិព្រឹត្តិការណ៍ខ្វាងជូក្នុងឆ្នាំ1980คล้ายទៅជាការបញ្ចាំងនៃកម្លាំងប្រជាធិបតេយ្យដែលបានបង្កើតឲ្យកូរ៉េคล้ายទៅជាប្រទេសដែលមានសេរីភាពសម្បូរបែបដល់សពថ្ងៃនេះយើងក៏លេចឃើញក្រោយពីលោកនាយករដ្ឋមន្ត្រីមូនជេអ៊ីនចុងក្រោយដែលបានអភិវឌ្ឍប្រទេសកូរ៉េមានភាពរីកចម្រើនមកគឺមាននាយករដ្ឋមន្ត្រីបន្តបន្ទាប់ដែលធ្វើឲ្យប្រទេសមានការរអាក់រអួលនៃផ្នែកសេដ្ឋកិច្ចនិងទំនាក់ទំនងការទូតក៏ប៉ុន្តែទោះជាយ៉ាងណាក៏ប្រទេសគេមានភាពរីកចម្រើននិងស៊ីវិល័យជាពិសេសគឺប្រជាធិបតេយ្យដូចជាថ្មីនេះបងប្អូនបានឃើញកន្លងមកតាក់ទងនឹងនយោបាយមេដឹកនាំលោកចលឥឡូវយើងនិយាយពីបញ្ហាប្រទេសកម្ពុជាវិញប្រសិនជាមានការតស៊ូប្រឆាំងនឹងការដឹកនាំរដ្ឋរបស់គ្រួសារហ៊ុនសែនដល់បច្ចុប្បន្ននេះអាចនឹងផ្លាស់ប្ដូរបានអ្វីប្រទេសកម្ពុជានឹងឈានទៅដល់ភាពរីកចម្រើនដោយប្រទេសកូរ៉េខាងត្បូងអ្វីទាំងអស់នេះគឺជាភាពខ្លាំងក្លារបស់ប្រជាធិបតេយ្យអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់អំពីបញ្ហានៃការដឹកនាំបែបប្រជាធិបតេយ្យនិងបែបកុម្មុយនីសតើកុម្មុយនីសនិងប្រជាធិបតេយ្យវាធ្វើឲ្យប្រទេសនិងប្រជាពលរដ្ឋមានសិទ្ធិសេរីភាពនិងរីកចម្រើនដោយវិធីណាហើយដោយបែបណានឹងមានវីដេអូខាងក្រោយទៀតខ្ញុំនឹងនិយាយអំពីបញ្ហាសេដ្ឋកិច្ចនិងប្រជាធិបតេយ្យអំពីរបបផ្ដាច់ការរបបកុម្មុយនីសនិងការរីកចម្រើនរបស់ប្រជាជននៅក្នុងតំបន់យ៉ាងដូចម្តេចសូមអរគុណ